ថ្ងៃពុធហើយនឹងថ្ងៃសុក្រផងដែរចាតែយប់មិញមានកម្មវិធីពិសេសជាមួយនឹងថ្នាក់ដឹកនាំអញ្ចឹងសម្រាប់ម្ចាស់អាជីវកម្មមិនថាតាមបណ្ដាខេត្តស្ប៉ានេះស្រស់ស្រូបអាហារពេលល្ងាចទាំងអស់គ្នាមែនទេចាមានទាំងអ្នកថ្មីមានទាំងអ្នកចាស់ចូលរួមច្រើនបានសិក្សាអនឡាញមិនថានៅកន្លែងណាទីណាយើងអាចជុំគ្នាបានជួបអនឡាញជួបផ្ទាល់អត់បានយើងមានកម្មវិធីអនឡាញចឹងជាបឋមក៏សូមគោរពជម្រាបសួរដល់ថ្នាក់ដឹកនាំគណៈអង្គភិបក៏ដូចជាម្ចាស់អាជីវកម្មក្នុងបន្ទប់ Zoom ទាំងអស់ផងដែរចាហើយក៏សូមគោរពជម្រាបសួរដល់កម្ពុជា Super President សាហ៊ុនមីងម៉ាលីផងដែរចាចឹងបងប្អូនក្នុងរាត្រីយប់នេះយើងមានកម្មវិធីអនឡាញសិក្សាដូចថ្នាក់ដឹកនាំបានជម្រាបជូនចឹងថាយើងសហការជាមួយនឹងក្រុមហ៊ុន John and Coin Corporation Ltd ដែលហៅកាត់ថាក្រុមហ៊ុន JNC នេះផ្ដើមចេញពីម្ចាស់មិនមែនជាបុគ្គលិកឬកម្មករដែលស៊ីប្រាក់ខែអញ្ចឹងពុកម៉ែបងប្អូនមកសិក្សាក៏ស្វែងយល់ក៏ដូចជាបានហ្វឹកបានរៀនបន្ថែមអញ្ចឹងនាងខ្ញុំឈ្មោះជឿតសវត្ថឈ្មោះហៅក្រៅឈ្មោះកឹមលៀបមកពីខាងស្រុកបាណន់ខេត្តបាត់ដំបងមានអ្នកបាត់ដំបងអត់ចាបើមានជួយខមមិនជាលេខ1ផងដែរចាក្នុងបន្ទប់ Zoom នេះខ្ញុំជឿថាមានមិនថាបាត់ដំបងពោធិ៍សាត់ស្វាយរៀងរាជធានីភ្នំពេញគឺមានសឹងគ្រប់ខេត្តចាហើយនាងខ្ញុំបានសហការជាមួយនឹងក្រុមហ៊ុន JNC ពុកម៉ែបងប្អូនដឹងហើយថាយើងជាម្ចាស់ជាមួយនឹងក្រុមហ៊ុន JNC តាមចេញពីការថែទាំសុខភាពហើយក៏មានអ្នកបើកឱកាសឲ្យលោកខ្ញុំមកស្គាល់ជាមួយនឹងក្រុមហ៊ុន JNC គឺត្រៀម Director លោកប៊ុនណាម ណាក់ប្រសិទ្ធផងដែរចាហើយក៏នៅក្រោមខ្សែបណ្ដាញរបស់បុគ្គលពីរផែនដីដែលរូបលោកបានដឹកនាំក្រុមហ៊ុន JNC ចូលទឹកដីកម្ពុជាមុនដំបូងគេហៅថាបុគ្គលពីរផែនដីគឺកម្ពុជា Super President សាហ៊ុនមីងម៉ាលីផងដែរចាជួយ comment បេះដូងដល់ថ្នាក់ដឹកនាំក៏ដូចជា upline ដែលគាត់បានបើកឱកាសក៏ដូចជាបាននាំក្រុមហ៊ុន JNC ចូលទឹកដីកម្ពុជាអញ្ចឹងជួយ comment ជាលេខ8ឲ្យច្រើនដល់ថ្នាក់ដឹកនាំផងដែរចាហើយពុកម៉ែបងប្អូននៅក្នុងបន្ទប់ Zoom នេះយើងចូលមកសហការក៏ដូចជាប្រើប្រាស់ជាមួយនឹងផលិតផលក្នុងក្រុមហ៊ុន JNC ពុកម៉ែបងប្អូនក្នុងបន្ទប់ Zoom នេះធ្លាប់ជាបុគ្គលិកឬក៏អ្នកធ្វើការតាមស្ថាប័ននានាឬក៏អ្នកដែលប្រកបអាជីវកម្មផ្សេងអញ្ចឹងដែលសហការជាមួយនឹងក្រុមហ៊ុន JNC គឺយើងបន្ថែមអាជីពគេហៅថាបន្ថែមអាជីពឬក៏គេហៅថាយើងជាម្ចាស់នឹងឯងទោះយើងមានអាជីពឬអាជីវកម្មតខ្លួនហើយក៏ដោយអញ្ចឹងមកមើលថាសម្រាប់នាងខ្ញុំជាពីមុនជាបុគ្គលិកជាកម្មករជានិយាយរួមគឺជាអ្នកស៊ីប្រាក់ខែជាកូនឈ្នួលនេះគឺធ្វើការប្រហែលបងប្អូនមួយថ្ងៃយើងដឹងថាពេលវេលារបស់យើងដែរទៅបំពេញការងារគឺមួយថ្ងៃមក8ម៉ោងពេលខ្លះទៅ10ម៉ោងលើសម៉ោងទៀតតែអត់មានសេរីភាពខាងពេលវេលាទេពេលវេលាមួយថ្ងៃ24ម៉ោងមែនប៉ុន្តែมันមានសេរីភាពខាងផ្នែកពេលវេលាពោះឲ្យគេដូចយើងចងចាំពេលវេលាព្រលឹមឡើងតនុយលិពាក់ទៅធ្វើការព្រឹកចេញងាយចូលដល់ខែគេហៅថាអីគេដល់ខែបានប្រាក់ចំណូលមែនប៉ុន្តែប្រាក់ចំណូលដែលយើងបើកបានឬក៏ទទួលបានតាមួយថ្ងៃឃើញតែមួយថ្ងៃហ្នឹងឯងអញ្ចឹងសេរីភាពទាំងផ្នែកសេរីភាពពេលវេលាហ្នឹងគឺអត់មានទេពោះពេលវេលាយើងបានបដូរទៅអស់ហើយដើម្បីអីតែប្រាក់ចំណូលអញ្ចឹងប្រាក់ចំណូលដែលខ្ញុំទទួលបានឬក៏លុយកាក់ដែលខ្ញុំធ្វើការហ្នឹងគឺខ្ញុំអត់អាចទាមទារជាមួយនឹងម្ចាស់ក្រុមហ៊ុនឬតកែទេព្រោះអីប្រាក់ចំណូលរបស់យើងហ្នឹងដែលយើងធ្វើការហ្នឹងគឺมันមានសេរីភាពផ្នែកហិរញ្ញវត្ថុហ្នឹងឯងគឺប្រាក់ចំណូលត្រូវបានកំណត់ដោយម្ចាស់ក្រុមហ៊ុនឬក៏ស្ថាប័នផ្សេងគឺតកែរបស់យើងអញ្ចឹងមកមើលថាជីវិតដែលជោគជ័យពិតប្រាកដរបស់មនុស្សយើងទាំងអស់គ្រប់គ្នាត្រូវការរឿងទាំងអស់5យ៉ាងអាចលើសពី5យ៉ាងប៉ុន្តែ5យ៉ាងដែលធំពុកម៉ែបងប្អូនមានអីខ្លះអញ្ចឹងទី1គឺទី1គេហៅថាសុខភាពគឺជាទ្រព្យប្រកបប្រសើរបើពុកម៉ែបងប្អូនដែលមានសុខភាពល្អរឹងមាំគឺយើងសប្បាយមានន័យថាតែសុខភាពយើងល្អយើងសប្បាយទាំងអស់
ពិសេសទី2គឺទ្រព្យសម្បត្តិទី3គឺមានសុភមង្គលក្នុងគ្រួសារទី4សេរីភាពពេលវេលាទី5ក៏ដូចជាមានកេរ្តិ៍ឈ្មោះកិត្តិយសក្នុងសង្គមផងដែរចាចង់ឲ្យមានឈ្មោះល្បីល្បាញក្នុងសង្គមអញ្ចឹងកិត្តិយសកេរ្តិ៍ឈ្មោះគឺត្រូវការទាំងអស់អញ្ចឹងមកមើលថាក្តីសម័យរបស់យើងដែលយើងជាបុគ្គលិកឬក៏អ្នកធ្វើការនេះយើងធ្វើការអស់រយៈពេលប្រហែលឆ្នាំហើយយើងធ្លាប់សួរខ្លួនឯងខ្លះទេថាយើងធ្វើការមកច្រើនឆ្នាំហើយតែយើងសល់ទ្រព្យសម្បត្តិអ្វីខ្លះមិនថាផ្នែកហិរញ្ញវត្ថុលុយកាក់ឬក៏លំនៅឋានដែលល្អរថយន្តទំនើបសេរីភាពពេលវេលាលុយកាក់មានការដែលយើងសិក្សារៀនសូត្រផ្ដល់ឲ្យកូននេះមានក្រុមគ្រួសារដែលមានសុភមង្គលហើយមានសេរីភាពខាងផ្នែកអីគេពុកម៉ែបងប្អូនដំណើរកំសាន្ត free ដំណើរកំសាន្តក៏ដូចជាយើងមានខាងពេលវេលាហើយក៏មានកូនដែលសិក្សាបានសាលាខ្ពង់ខ្ពស់អញ្ចឹងមកមើលថារឿងទាំងអស់ហ្នឹងតែយើងមាននៅចាអញ្ចឹងមកមើលថាជាមធ្យមមនុស្សយើងទូទៅលើពិភពលោកនេះដែលគេកំណត់85ឆ្នាំតែឥឡូវបងប្អូនគេថយសល់តែប្រហែលជា75ឆ្នាំនេះប៉ុន្តែមកមើលថាគេកំណត់ជាមធ្យមដែរមនុស្សយើងអាចរស់នៅបាននៅលើពិភពលោកនេះគឺ85ឆ្នាំដែលស្មើនឹងចំនួនថ្ងៃ31025ថ្ងៃចឹងមកមើលថាសម្រាប់ម្ចាស់អាជីវកម្មក្នុងបន្ទប់ Zoom នេះមើលអាយុខ្លួនឯងថាសល់ពេលប្រហែលឆ្នាំហើយយើងប្រើពេលវេលាអស់ប្រហែលឆ្នាំហើយចាតែយើងសល់ពេលវេលាប្រហែលឆ្នាំដូចម្ចាស់អាជីវកម្មមួយចំនួនគាត់អាចចូល75 73ដូចមកអុនស៊ីអីក៏ចូល73ហើយចាអញ្ចឹងមើលការប្រើប្រាស់ពេលវេលារបស់យើងហ្នឹងតើយើងប្រើពេលវេលាប្រហែលថ្ងៃហើយយើងសល់ពេលវេលាប្រហែលអញ្ចឹងតម្រាំតែយើងស្គាល់ពីជីវិតច្បាស់ឬក៏អ្វីដែលយើងស្គាល់ច្បាស់ក្នុងឆាកជីវិតរបស់យើងនេះយើងក៏ចាប់ផ្ដើមខ្លាចពេលវេលាដែរនៅសល់ពុកម៉ែបងប្អូនគិតមើលថាចូលវ័យ7ជាង8ជាងតែយើងសល់ពេលវេលាប្រហែលទៀតអញ្ចឹងមកមើលថាការដែលយើងស្គាល់ពីជីវិតច្បាស់របស់យើងក្តីសម័យរបស់យើងមិនថាយើងមានចង់បានមជ្ឈដ្ឋាននៃការរស់នៅរបស់យើងមានសេរីភាពទាំងអីគេបរិយាកាសដែលល្អមានទ្រព្យសម្បត្តិមានដំណើរកំសាន្តការហោះហើរនេះដោយសេរីអញ្ចឹងមិនថាផ្នែកហិរញ្ញវត្ថុលុយកាក់ហ្នឹងគឺយើងត្រូវការទាំងអស់អញ្ចឹងមកមើលមជ្ឈដ្ឋានទាំងអស់ហ្នឹងគឺរបស់យើងគ្រប់គ្នាគឺត្រូវការអញ្ចឹងមកមើលភាពជោគជ័យដ៏ធំតែមនុស្សគ្រប់គ្នាត្រូវតែមានក្តីសម័យការដែលយើងដាក់ក្តីសម័យពុកម៉ែបងប្អូនគឺយើងដាក់ឲ្យធំទៅព្រោះក្តីសម័យរបស់យើងមិនចាំបាច់ចំណាយដើមទុនឬក៏ដាក់ដើមទុនទេព្រោះក្តីសម័យសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាមិនថានាងខ្ញុំគឺមានគ្រប់គ្នាអញ្ចឹងដាក់ក្តីសម័យឲ្យកាន់តែធំទៅអញ្ចឹងយើងមកមើលថាយើងគ្រប់គ្នាត្រូវបំពេញក្តីសម័យឲ្យខ្លួនឯងមិនថាផ្នែកសេរីភាពពេលវេលាលុយកាក់ទ្រព្យសម្បត្តិឬក៏មានដំណើរកំសាន្តជាមួយនឹងមនុស្សទីស្រឡាញ់ក្រុមគ្រួសារសេរីភាពគ្រប់បែបយ៉ាងទាំងអស់នេះបងប្អូនអញ្ចឹងក្តីសម័យរបស់យើងគ្រប់គ្នាដាក់តម្លៃឲ្យអត់ចាអញ្ចឹងមកមើលក្តីសម័យរបស់យើងគ្រប់គ្នាតើមានតម្លៃប្រមាណទៅលើវិឡាដែលល្អទំនើបឬក៏រថយន្តថ្មីរថយន្តដែលល្អហើយមានដំណើរកំសាន្តជាមួយគ្រួសារនេះអញ្ចឹងរឿងទាំងអស់ហ្នឹងដែលយើងសរុបរួមលុយដែលយើងដាក់ក្តីសម័យឲ្យគឺ$54,000អញ្ចឹងសរុបជារួមមក$54,000ហ្នឹងប៉ុន្តែវាផ្ទុយនឹងការពិតនឹងក្តីសម័យរបស់យើងដូចយើងជាបុគ្គលិកឬក៏អ្នកធ្វើការឬក៏យើងអ្នកធ្វើអាជីវកម្មតខ្លួននេះផ្ទុយនឹងការពិតដែលដូចនាងខ្ញុំជាបុគ្គលិកយកកម្លាំងយកពេលវេលាដើម្បីបដូរយកតែប្រាក់ខែអញ្ចឹងឧទាហរណ៍ថាមួយខែនាងខ្ញុំទទួលបាន$900ប៉ុន្តែមកមើល$900ហ្នឹងมันអាចសល់ទាំងអស់ទេបងប្អូនយើងអាចកាត់ទៅលើការចាយវាចំណាយទៅលើទឹកភ្លើងឬក៏គេហៅថាអីគេចំណាយកម្មវិធីបនការគូបណាតផ្សេងជាច្រើនអញ្ចឹងយើងកាត់ចំណាយអស់ពាក្យថាទុកសន្សំបានមួយខែ$450មួយឆ្នាំយើងសល់បាន$5,400 10ឆ្នាំនៅយើងសល់
$54,000 តែមកមើលថាក្តីសម័យរបស់យើងគ្រប់គ្នា$54,000ហ្នឹងតម្រាំតាបានយើងត្រូវចំណាយពេលប្រហែលចា100ឆ្នាំតែមកមើលសភាពបែបនេះពុកម៉ែបងប្អូនយើងអាចនៅបានអត់ព្រោះបើយើងធ្វើការរបស់យើងសប្តាហ៍ថ្ងៃនេះវាឆ្លើយតបនឹងតម្រូវការរបស់យើងអត់អញ្ចឹងមកមើលថាការដែលយើងធ្វើការឬក៏យើងប្រកបអាជីវកម្មតខ្លួននេះនឹងឆ្លើយតបនឹងមូលដ្ឋានជីវិតរបស់យើងគ្រប់គ្នាហើយនៅអញ្ចឹងយើងគ្រប់គ្នាដើម្បីឲ្យទៅដល់គោលដៅក្នុងអនាគតរបស់យើងនៅក្តីសម័យមិនថាមានរថយន្តទំនើបលំនៅឋានឬក៏គេហៅថាវិឡាផ្ទះនេះដល់ស្គមស្កាយមានលុយជីរូមកសរុបជីរូម$54,000ហ្នឹងនោះមានន័យថាយើងត្រូវចំណាយពេលនៅឲ្យបាន100ឆ្នាំអញ្ចឹងមកមើលបច្ចុប្បន្នពុកម៉ែបងប្អូនយើងអាចនៅបានអត់តែគេកំណត់ជាមធ្យមតែ8ទេតែបើលើសពី8គេហៅថាមនុស្សមានអាយុវែងអញ្ចឹងមកមើលអតីតកាលដែលយើងចំណាយលុយទៅលើរបស់ប្រើប្រាស់យើងទិញរបស់ប្រើប្រាស់ហូបចុកពុកម៉ែបងប្អូនយើងមានលុយត្រឹមតែ$80,000យើងទៅផ្សារដើម្បីទិញជាគេហៅថារបស់ប្រើប្រាស់គ្រប់គង់ប្រចាំថ្ងៃនេះមិនថាគ្រឿងឧបភោគបរិភោគទិញអីទិញបន្លែផ្ទៃសាច់ទៅផ្សារកាលអតីតទិញនឹងពេញមួយកត្រកនឹងហ៊ីហូងប៉ុន្តែមកមើលបច្ចុប្បន្នអតីតយើងអាចទិញបានមែនតែបច្ចុប្បន្នពុកម៉ែបងប្អូនលុយតម្លៃលុយគេហៅថាលុយអ្នកខ្លះគេហៅឥឡូវលុយធ្លាក់ថ្លៃមែនអត់ចាលុយមិនធ្លាក់ថ្លៃទេចំនួនលុយនៅដដែលប៉ុន្តែអ្វីដែលថ្លៃគឺរបស់ប្រើប្រាស់យើងមានលុយ$80,000ស្មើ$20ហ្នឹងដដែលប៉ុន្តែបច្ចុប្បន្នក្នុងបច្ចុប្បន្ននេះអាចទិញបានអត់ចាទិញអត់បានទេពេលខ្លះទិញបានដែរតែវាតិចតួចអត់ដូចមុនមិនបានពាក់កណ្ដាលកត្រកផងអញ្ចឹងមកមើលថាពុកម៉ែបងប្អូនចិត្តតម្រាំទៅដល់អនាគតដែលយើងព្យាករទៅឆ្នាំ2035នេះតែយើងអាចទិញអ្វីដែលតាមតម្រូវការអត់ចាអញ្ចឹងមកមើលដល់ថ្ងៃហ្នឹងតើលុយនៅសល់តម្លៃប៉ុន្មានតម្លៃលុយវាអាច$1នៅតែ$1ដដែលប៉ុន្តែ$100ដដែលប៉ុន្តែរបស់ដែលយើងទិញទៅថ្ងៃអនាគតវាអត់ដូចមុនអញ្ចឹងគេហៅថាលុយអីគេលុយហើមឬក៏លុយដែលយើងយកទៅទិញឬចំណាយហ្នឹងវាអត់បានដូចអ្វីដែលយើងទិញពីអតីតអញ្ចឹងមកមើលក្តីសម័យរបស់ពុកម៉ែបងប្អូនដែលយើងចង់បានរឿងទាំងអស់ហ្នឹងដែលយើងគិតថាមនុស្សយើងត្រូវបន្ថែមគុណភាពជីវិតឲ្យសម្បូរបែបឲ្យមានភាពស្តុកស្តម្ភហើយគង់វង្សនេះមិនថាយើងចង់បានផ្នែករ៉ៃថតលុយកាក់ហ្នឹងយើងត្រូវការអីគេលុយអញ្ចឹងយើងត្រូវការបន្ថែមធ្វើការឲ្យច្រើនម៉ោងដូចយើងជាបុគ្គលិកអញ្ចឹងយើងធ្វើការគេហៅថាគឺគេហៅថា overtime ហ្នឹងឯងធ្វើការបន្ថែមម៉ោងធ្វើការឲ្យច្រើនជាងមុនធ្ងន់ជាងមុនទៅយើងបានប្រាក់ចំណូលច្រើនជាងមុនដែរប៉ុន្តែវាអត់អាចបច្ចុប្បន្នណាបងប្អូនមកមើលថាយើងគ្រប់គ្នាឧទាហរណ៍ថាយើងគ្រប់គ្នាជាបុគ្គលិកឬអ្នកធ្វើការតាមស្ថាប័នឬក៏ក្រុមហ៊ុននេះយើងចង់បានប្រាក់ចំណូលអញ្ចឹងយើងត្រូវសកម្មអញ្ចឹងជាបុគ្គលិកលោកកម្លាំងដើម្បីយកតែប្រាក់ខែឬក៏គេហៅថាប្រាក់ចំណូលហ្នឹងពុកម៉ែបងប្អូនមើលអក្សរ E គេតាំងដល់ employee ជាបុគ្គលិកគឺបុគ្គលិកពុកម៉ែបងប្អូនដឹងហើយថាយើងជាអ្នកធ្វើការទៅបានចំណូលហើយខាងក្រោមនេះពុកម៉ែបងប្អូនឃើញអត់ជារូបពេទ្យឬក៏កលាគេហៅថាកលានុបដ្ឋាននេះគឺតាំងដោយអក្សរ S គឺជាអាជីវកម្មតខ្លួន self employed នេះគឺជាម្ចាស់ខ្លួនឯងធ្វើការឲ្យខ្លួនឯងប៉ុន្តែបើយើងអត់ឧទាហរណ៍ថាយើងជាអ្នកលក់ចាប់ហួយឬក៏អ្នកលក់ដូរអីវ៉ាន់ផ្សេងនេះបើយើងអត់បើកតូបក៏យើងអត់បានចំណូលអញ្ចឹងគឺសកម្មបងប្អូនសកម្មទៅបានប្រាក់ចំណូលអញ្ចឹងមកមើលថាយើងគ្រប់គ្នាទោះមានអាជីពឬអាជីវកម្មហើយក៏ដោយប៉ុន្តែយើងអាចមកសហការឬក៏បន្ថែមអាជីពជាមួយនឹងក្រុមហ៊ុនទីផ្សារបណ្ដាញដែលលោក Robert Kiyosaki បានចងក្រងសភៅ
ឪពុកអ្នកមានបង្រៀនកូនតេតងដែលយើងមកសហការជាមួយនឹងប្រព័ន្ធទីផ្សារបណ្ដាញអញ្ចឹងមកមើលថាជំរើសមួយផ្លូវទៀតដែលយើងមកសហការជាមួយនឹងប្រព័ន្ធបណ្ដាញទីផ្សារគឺ Multi-level marketing អញ្ចឹងមកមើលថាការដែលយើងសហការនេះគេហៅថាប្រើពេលត្រឹមតែ3ទៅ5ឆ្នាំតែពុកម៉ែបងប្អូនអាចបានចំណូលហ្នឹងពុកម៉ែបងប្អូនខ្លះយល់ច្រឡំថាធ្វើការជាមួយនឹងក្រុមហ៊ុន JNC ហ្នឹងជាបុគ្គលិកហ្នឹងទទួលបានប្រាក់ខែប៉ុន្មានមួយខែគេឲ្យប៉ុន្មានចំណូលហ្នឹងបានជារៀងរាល់ថ្ងៃអត់អញ្ចឹងមកមើលស្ដាប់ទាំងអស់គ្នាថាថ្ងៃនេះដែលធ្វើធុរកិច្ចប្រើពេល3ទៅ5ឆ្នាំតែអាចឲ្យចំណូលរបស់បងប្អូនមួយថ្ងៃ30រហូតដល់$500អញ្ចឹងគេមានគម្រោងគេមានប្រព័ន្ធច្បាស់លាស់ហើយមួយខែរហូតដល់$15,000មួយឆ្នាំ$18,000នេះតែមួយភាគហ៊ុនទេគេហៅថាមួយគម្រោងប៉ុន្តែក្នុងក្រុមហ៊ុន JNC មានច្រើនជម្រើសសម្រាប់ពុកម៉ែបងប្អូនអាចជ្រើសរើសតាមតម្រូវការអញ្ចឹងមកមើលថាការដែលយើងប្រើពេលវេលា3ទៅ5ឆ្នាំតែអាចបានរបស់ដែរយើងតាមក្តីសម័យពុកម៉ែបងប្អូនចង់បានអត់ចាដាក់ក្តីសម័យមិញ$54,000ប្រើពេលវេលាតា3ទៅ5ឆ្នាំអញ្ចឹងពុកម៉ែបងប្អូនមកមើលថាយើងក្តីសម័យរបស់យើងមិញមិនថាលំនៅឋានវិឡាដែលល្អរថយន្តទំនើបអញ្ចឹងពុកម៉ែបងប្អូនមកសហការហើយធ្វើហើយយកអត់ចាគេឲ្យចំណូលបែបហ្នឹងបើយកជួយ comment បេះដូងផងដែរចាយកហើយធ្វើអត់ចាអញ្ចឹងមកមើលថាអត់មានអាជីពឬអាជីវកម្មណាដែលយើងចង់បានចំណូលឬក៏ផ្នែកលុយកាក់ហ្នឹងអត់ធ្វើគឺបានចំណូលទេគឺអត់មានទេចាត្រូវតែធ្វើអញ្ចឹងមកមើលថា MLM Multi-level marketing ពុកម៉ែបងប្អូនដឹងហើយថាប្រព័ន្ធបណ្ដាញទីផ្សារពុកម៉ែបងប្អូនធ្លាប់ឮទីផ្សារអត់ចាខ្ញុំជឿជាក់ថាក្នុងបន្ទប់ Zoom នេះធ្លាប់ឮហើយថាទីផ្សារគឺជាអ្វីទីផ្សារពុកម៉ែបងប្អូនធ្លាប់ហើយថាទៅទិញរបស់ប្រើប្រាស់ទិញម្ហូបប្រចាំថ្ងៃហ្នឹងទៅផ្សារថ្មីផ្សារទំនើបធំអញ្ចឹងគឺជាទីផ្សារដែលមានបណ្ដុំផលិតផលឬក៏ទំនិញឬក៏ការដែលផ្ដល់នៅសេវាកម្មផ្សេងសម្រាប់ពុកម៉ែបងប្អូនដែលចង់បានរបស់ប្រើប្រាស់ហ្នឹងគឺជាបណ្ដុំរាល់ផលិតផលហ្នឹងឯងចាអញ្ចឹងមកមើលថាការដែលយល់ដឹងពីទីផ្សារបណ្ដាញច្រើនជាន់ពុកម៉ែបងប្អូនឃើញទេ Multi-level marketing នេះតែគេបានបែងចែកឲ្យពុកម៉ែបងប្អូនឲ្យយល់ពីទីផ្សារមាន4ប្រភេទដែលគេលើកមកប្រាប់ពុកម៉ែបងប្អូនគឺទីផ្សារទី1គេហៅថាទីផ្សារ retailing ទីផ្សារ retailing នេះគឺជាទីផ្សារដែលមានក្រុមហ៊ុនក៏ដូចជារោងចក្រដែលមានការផលិតផលក៏ដូចជារបស់ប្រើប្រាស់តាមតម្រូវការរបស់ពុកម៉ែបងប្អូនអញ្ចឹងមានក្រុមហ៊ុនមានរោងចក្រអញ្ចឹងហើយក៏មានផលិតផលឲ្យបញ្ជូនទៅដល់ឈ្មួញកណ្ដាលឬក៏យើងជាអ្នកប្រើប្រាស់នេះតែមុននឹងដល់យើងជាអ្នកប្រើប្រាស់នេះគឺមានជាអ្នកហាងទំនើបធំពុកម៉ែបងប្អូនស្គាល់អត់ដូចជា Aeon ផ្សារថ្មីសូយ៉ាសវណ្ណាឬក៏ Big C Lotus 7-Eleven នេះគឺការផ្ដល់ការដែលយើងឃើញថាមានឈ្មួញកណ្ដាលកាត់ស្តុកលក់អញ្ចឹងអ្វីដែលទទួលបានដែលយើងជាអ្នកទិញយើងបានតែទិញត្រឹមតែអ្នកប្រើទិញអស់ប្រើទៀតតែអ្វីដែលចំណេញគឺឈ្មួញកណ្ដាលនិងក្រុមហ៊ុនអញ្ចឹងមកមើលថាទីផ្សារ retailing នេះយើងរាល់ថ្ងៃគ្រប់គ្នាដឹងហើយថាយើងទិញរហូតអញ្ចឹងមកមើលថាទីផ្សារទី2គេហៅថាទីផ្សារបែបពីរ៉ាមីតពុកម៉ែបងប្អូនឃើញអត់បែបដូចកំពូលភ្នំស្រួយស៊ីឡាំងអញ្ចឹងគឺទីផ្សារដែលអត់មានច្បាប់ទម្លាប់ឬក៏ទីផ្សារដែលបតៈដូចច្រវាក់អញ្ចឹងយកលុយដាក់លុយឬក៏ money game ពុកម៉ែបងប្អូនបែបលេងតុងទីនពុកម៉ែបងប្អូនមានមេមុនដំបូងប្រមូលមកហើយ4 10 20នាក់ដេញឡើងដេញចោះអស់ទាំងដើមអស់ទាំងការអញ្ចឹងទីផ្សារបែបនេះពុកម៉ែបងប្អូនគឺទីផ្សារបែបពីរ៉ាមីតហ្នឹងឯងពុកម៉ែបងប្អូន
Trong mà mơ tì xa tì bấy cứ tì xa đà rạch sao tì xa đà rạch sao có miền còng hôn có miền rong chạ hai tì xa này cứ chỉ tì xa đà lộ to lộ một chuồn lộ ở dương chỉ nè pra to nè bụng mang ôn khơi nhờ ưu tê ho tha còng hôn mùi đài lộ to ở dương mình tha chỉ còng hôn lộ bụng mang ôn tinh sai của bà rồi gói tà lộ kê đã đập lái á bò nệ lộ năng bạc cái lộ cái căn tại bàn cầm xong cái bàn cầm lại chân xà chắc ưu tê ho tha dương tinh chỉ chọc tà nê rạp rong dương trọng bàn tha tà nê rạp rong bò hạ dụ chịu bột bò dương nè dễ bê bò mà đọc chân năm rồi có đọc ram chân năm dương tinh tà tam cái chọc tà nê rạp rong ở dụ chịu bột năng tàu chẳng cứ cầm hôn đài lộ toàn hay lộ một chốn bò dương chỉ nè rạp toàn chẳng mà mơ tì xa tì bồn bò mà bồn chiếc tì xa bài mà tì là bà marketingโดยក្រុមហ៊ុន Joint and Coin Corporation ของ LTD ដែលហៅកាត់ថាក្រុមហ៊ុន GNC ប្រមាណបងឃើញអត់មានក្រុមហ៊ុនក៏ដូចជាមានរោងចក្រតខ្លួនរាល់ផលិតផលហ្នឹងគឺផ្ទុកនៅក្នុងហាងអញ្ចឹងមានក្រុមហ៊ុនមានផលិតផលដូចគ្នាតែមកមើលថាក្រុមហ៊ុន GNC របស់យើងនេះអត់មានឈ្មោះកណ្ដាលឬក៏តារាឃោសនាល្បីៗទេគឺក្រុមហ៊ុនបើកឱកាសឬបើកសិទ្ធិផ្ដល់សិទ្ធិឲ្យយើងខ្លាយជាម្ចាស់មុនដំបូងយើងខ្លាយជាសមាជិកពេលដែលយើងទិញរាល់ផលិតផលតាមតម្រូវការហើយយើងខ្លាយជាម្ចាស់ពេញសិទ្ធិជាមួយនឹងក្រុមហ៊ុនអញ្ចឹងមកមើលថាក្រុមហ៊ុន GNC របស់យើងនេះមានផលិតផលដូចនៅលើទីផ្សារទូទៅអញ្ចឹងតែអត់មានតារាល្បីមកឃោសនាទេមានតែយើងឯនេះប្រើប្រាស់ផ្ទាល់ហើយក្រុមហ៊ុនបានបែងចែកគម្រោងបារីឲ្យតែយើងប្រើល្អប្រាប់បន្តបបួលយើងនឹងទទួលបានប្រាក់ចំណូលហើយទីផ្សារបែបនេះពុកម៉ែបងប្អូនគឺយើងអាចកើតទាំងអ្នកទិញទាំងអ្នកលក់និងពង្រីកមានន័យថាពង្រីកតាមរបាតាមថ្នាក់តាមគេហៅថា roll up ពី1បែក2 2 4អញ្ចឹងតាមទ្វេគុណយើងទទួលបានចំណូលជាមួយនឹងក្រុមហ៊ុន GNC មកមើលថាទីផ្សារមតិល្បា marketing ប្រមាណបងមកយល់ដឹងថាហេតុអីបានជាយើងត្រូវធ្វើធុរកិច្ចបណ្ដាញទីផ្សារអញ្ចឹងមកមើលថាធុរកិច្ចបណ្ដាញទីផ្សារប្រមាណបងក្នុងបន្ទប់នេះមកមើលថាយើងធ្វើធុរកិច្ចបណ្ដាញទីផ្សារនេះគឺដាក់ដើមទុនតិចម្ដងមួយជីវិតចំណូលទ្វេគុណមិនមានហានិភ័យហើយឥតដានកំណត់ហើយប្រាក់ចំណូលប្រមាណបងឃើញអត់មិនមានដានកំណត់ហើយចូលនិវត្តន៍ឬក៏គេហៅថាកាត់បន្ថយកម្លាំងនិងពេលវេលាអញ្ចឹងការចូលនិវត្តន៍ជាមួយនឹងដែលយើងសហការខ្លាចជាម្ចាស់នេះប្រាក់ចំណូលរបស់យើងអត់ចូលនិវត្តន៍តាមយើងទេគឺយើងចូលនិវត្តន៍ទៅហើយតែចំណូលឥតដានកំណត់ចេះតែមកទៀតអញ្ចឹងមកមើលថាឧទាហរណ៍ក្នុងបន្ទប់មួយមានកៅអី100ពុកម៉ែបងប្អូនតែយើងម្នាក់ឯងជញ្ជូនកៅអី100នឹងចេញពីបន្ទប់យើងប្រើពេលជញ្ជូនកៅអី1នាទីចុះកៅអី100យើងជូនតែឯងចាចំណាយពេលប៉ុន្មាន100នាទីតែមកមើលយើងសហការឬក៏យើងទៅបបួលមិត្តភ័ក្តិឲ្យបាន10នាក់មកជួយជញ្ជូនកៅអីហ្នឹង100ចេញពីបន្ទប់ប៉ុន្តែ10នាក់ប្រើពេលប៉ុន្មានចា10នាទីអញ្ចឹងកាន់តែកាត់បន្ថយកម្លាំងនិងពេលវេលាបានលឿនទៀតអត់ចាអញ្ចឹងមកមើលកៅអី100ដដែលយើងទៅបបួលឬក៏ណែនាំឬមនុស្សទីស្រឡាញ់ហ្នឹងឲ្យបាន100នាក់មកជួយជញ្ជូនកៅអីហ្នឹងអញ្ចឹងប្រើពេលចំណាយពេលប៉ុន្មានតែ1នាទីលឿនអត់ចាកាន់តែលឿនកាន់តែកាត់បន្ថយកម្លាំងនិងពេលវេលាអញ្ចឹងខុសពីដែលយើងធ្វើការម្នាក់ឯងអញ្ចឹងមកមើលថាមុនដំបូងយើងធ្វើការម្នាក់ឯងហត់នឿយអត់ចាហត់នឿយហើយបានតិចតួចបានអីច្រើនតែមកមើលការខុសគ្នាដែលយើងសហការយើងរួមកម្លាំងគ្នាម្នាក់តិចតែយើងងាយហើយលឿនអញ្ចឹងមកមើលថាការដែលយើងសហការគ្នាបែបនេះពុកម៉ែបងប្អូនការដែលយើងសហការមិនប្រកាន់អ្នកចេះមិនចេះអ្នកគេហៅថាមិនប្រកាន់វណ្ណៈពូជសាសន៍ឬក៏ឋានៈទេគឺយើងអាចសហការ
តាមឡាវ៉ាតាមថ្នាក់តាមជាន់យើងទទួលបានចំណូលហើយចំណូលរបស់យើងអត់មានចូលនិវត្តន៍តាមយើងទេតែយើងចូលនិវត្តន៍ហើយក៏ដោយអញ្ចឹងមកមើលថាការដែលយើងចំណាយពេលវេលាសិក្សារៀនសូត្រតាំងពីយើងមកតៃរហូតដល់ទី12រហូតដល់បញ្ចប់មហាវិទ្យាល័យឬក៏សាកលវិទ្យាល័យនេះយើងចំណាយពេលវេលាប៉ុន្មានចា20ឆ្នាំតម្រុំតែយើងមានចំណេះជំនាញយើងទៅធ្វើការយើងចាយពេលអ្នកខ្លះប្រើពេលវេលាដើម្បីធ្វើការហ្នឹងច្រើនមែនតើចាអញ្ចឹងមកមើលថាការដែលយើងធ្វើការនេះចំណាយពេល40ឆ្នាំតែការដែលយើងចូលនិវត្តន៍ត្រឹមតែ25ឆ្នាំសោះពេលបងប្អូនតែសភាពបែបនេះអត់មានកម្លាំងកំហែងពេលចូលនិវត្តន៍ហើយមានសុខភាពមិនល្អទ្រុឌទ្រោមអញ្ចឹងអត់សុបាយចិត្តទេណាចាអញ្ចឹងមកមើលខាងក្រោមនេះចំណាយពេលវេលាសិក្សារៀនសូត្រដូចគ្នា20ឆ្នាំដូចគ្នាប៉ុន្តែយើងមានឱកាសយើងបើកចិត្តដើម្បីសហការជាមួយនឹងក្រុមហ៊ុន JNC ទោះប្រមាណបងប្អូនមានអាជីពរួចហើយក៏ដោយតែយើងសហការផ្ដើមពីការយើងប្រើប្រាស់នេះយើងចំណាយពេលតាយ៉ាងយូរ5ឆ្នាំប្រមាណបងប្អូនឃើញដំណាំឯងបើយើងបដោះស្ដាយបដោះលក់យើងអាចត្រឹមតែមួយយប់ពីរយប់ទេតែវាអត់បានគង់វង្សយូរទេលើសពីហ្នឹងវាទៅជាលលួយស្វិតសពូនអស់តែយើងចង់បានដំណាំដែលល្អលក់បានថ្លៃដូចត្រេនឬក៏ផ្លែដូងចំណាយពេលយូរអត់ចាយូរប៉ុន្តែបើយើងធ្វើទៅវាបានខ្លះអត់ខ្លះនៅតែទទួលបានអញ្ចឹងមកមើលថាការដែលយើងសហការជាមួយក្រុមហ៊ុន JNC តែ5ឆ្នាំតែអាចយើងនឹងទទួលបាននៅចំណូលសល់ពេល60ឆ្នាំទៀតសប្បាយចិត្តអត់ចាពុកម៉ែបងប្អូនយកខាងក្រោមជួយខមមិនបេះដូងឲ្យច្រើនចាចឹងមកមើលថាការដែលយើងសហការជាមួយនឹងក្រុមហ៊ុន JNC ពុកម៉ែបងប្អូនហេតុអីបានជាយើងសហការជាមួយនឹងក្រុមហ៊ុន JNC ពុកម៉ែបងប្អូនធ្លាប់សួរអត់ថាទេឬតែក្រុមហ៊ុនពុកម៉ែបងប្អូនមួយចំនួនគិតថាអស់ពីក្រុមហ៊ុននេះក្រុមហ៊ុននោះចឹងមកយល់ដឹងឲ្យច្បាស់ពីក្រុមហ៊ុនជាមួយនឹងក្រុមហ៊ុន Joint Coin Corporation ក៏ Ltd ដែលហៅថាក្រុមហ៊ុន JNC គឺជាក្រុមហ៊ុនប្រព័ន្ធបណ្ដាញទីផ្សារ MLM Multi Level Marketing ចឹងមកមើលថាពុកម៉ែបងប្អូនស្គាល់អត់ចាពុកម៉ែបងប្អូនដែលចូលសហការឬក៏ចង់ប្រើប្រាស់រកផលិតផលអីមួយយើងត្រូវស្គាល់ទៅមើលក្រុមហ៊ុនក៏ដូចជាស្គាល់ឲ្យច្បាស់ជាមួយនឹងអ្នកបង្កើតក្រុមហ៊ុនអញ្ចឹងជាមួយនឹងក្រុមហ៊ុន JNC គឺមានទីតាំងច្បាស់លាស់ដែលពុកម៉ែបងប្អូននៅក្នុងតុបស៊ូមនេះបានទៅស្គាល់ហើយនៅជំហៀងស្ពានព្រះនង្កោហើយនៅភូមិមឿងឃុំសីមាខេត្តនន្ទបុរីពុកម៉ែបងប្អូនត្រៀមខែ6នឹងត្រៀមបានទៅទស្សនកិច្ចរោងចក្រក៏ដូចជាមើលសំណាក់ងานយាយធំហើយក្រុមហ៊ុន JNC នេះបានកកើតឡើងដោយប្រធានក្រុមហ៊ុនដែលជាជនជាតិថៃគឺលោកបណ្ឌិតដុកទ័រសំឆៃហាត់ឈលីឡាហាបានបើកដំណើរការតាំងពីឆ្នាំ2000ឥឡូវពុកម៉ែបងប្អូន2025អញ្ចឹងបច្ចុប្បន្នបាន25ឆ្នាំហើយយូរអត់ចាហើយចូលទឹកដីកម្ពុជារបស់យើងចូល15ឆ្នាំហើយដោយសារអីថ្នាក់ដឹកនាំបាននាំចូលក្នុងប្រទេសកម្ពុជារបស់យើងនេះគឺកម្ពុជា Super President សហុនម៉ាលីផងដែរចាហើយក៏មានសាខាជាង70កន្លែងមានរោងចក្រពុកម៉ែបងប្អូនស្គាល់រោងចក្រដែលផលិតហើយអត់មានក្រុមហ៊ុនណាដែលយើងប្រើផលិតផលឬប្រើប្រាស់រាល់តំណែងហ្នឹងយើងបានទៅស្គាល់រោងចក្រទេតែជាមួយនឹងក្រុមហ៊ុន JNC មានរោងចក្រស្តង់ដារ GMP ផលិតឱសថបុរាណចិនទឹកយ៉ងហឹងមានហាង JC iMart JC Mall ជាង200សាខាមានសាខាទូទាំងអាស៊ានជាពិសេសពុកម៉ែបងប្អូនមានប្រទេសណាខ្លះក្រៅប្រទេសមិនថាម៉ាឡេភូមាឡាវជាពិសេសកម្ពុជារបស់យើងពុកម៉ែបងប្អូនតាមបណ្ដាខេត្តផ្សេងសឹងគ្រប់ខេត្តឥឡូវជុំវិញបឹងទន្លេសាបហើយក៏មានអ្នកជោគជ័យគណៈ MDP នឹងជាង3000លេខកូដអញ្ចឹងមកមើលថាពុកម៉ែបងប្អូនដែលសហការនេះឃើញឱកាសល្អស្គាល់ក្រុមហ៊ុនស្គាល់ទីតាំងច្បាស់លាស់ប៉ុន្តែជាមួយនឹងក្រុមហ៊ុន JNC របស់យើងក៏មានផលិតផលផ្ទុកផលិតផលរាល់ផលិតផលហ្នឹងគឺតាមតម្រូវការរបស់ពុកម៉ែបងប្អូនជាង 35,000 មុខតែគេបាន
បែងចែកជា5ផ្នែកធំៗទី1គឺគ្រឿងសម្អាងក្នុងបន្ទប់ស៊ូមនេះសម្រាប់ម្ចាស់អាជីវកម្មទាំងអស់ប្រើអត់ចាទឹកអប់ប្រេងម្សៅខ្ញុំជឿជាក់ថាមានដែរបងយ៉ាងហោចណាស់ក៏មានក្រែមបំពង់ក្នុងកាបូបអីដែរទី2គ្រឿងឧបភោគបរិភោគសម្រាប់យើងជាអ្នកដាំស្លជារឿងរាល់ថ្ងៃនេះដោយកាយទទួលទានអាហារប្រចាំថ្ងៃមួយថ្ងៃ3ពេលនេះគឺមានទាំងអស់គ្រឿងឧបភោគបរិភោគទី3ប្រេងសម្រាប់យានយន្តក្នុងបន្ទប់ស៊ូមនេះខ្ញុំជឿជាក់ថាមកផ្ទះក៏មានម៉ូតូឡានដែរអញ្ចឹងមកមើលថាក្រុមហ៊ុនមានប្រេងសម្រាប់បដូរអញ្ចឹងប្រើចំណេញពុកម៉ែបងប្អូនទី4គឺមានជីកសិកម្មពុកម៉ែបងប្អូនដែរធ្វើស្រែចម្ការឥឡូវដល់រដូវកាលកសិកម្មគឺស្រូវហើយពុកម៉ែបងប្អូនមានជីទឹកជីក្របជីម្សៅជាពិសេសជី1244ដែលម្ចាស់អាជីវកម្មនៅខាងសំឡូតគាត់បានយកទៅប្រើហើយទៅលើផលដំណាំអីគេទុរេនលើម្រេចចឹងគឺទទួលបានទិន្នផលខ្ពស់មែនទែនចឹងមកមើលថាទី5គឺផ្នែកអាហារបំពន់តែអាហារបំពន់នេះគេបានបែងចែកជា2ផ្នែកទៀតទី1គឺសម្រាប់ពុកម៉ែបងប្អូនដែលចង់បានរាងស្អាតរាងស្លូនរាងស្លៀមនេះគឺមានទាំងអស់តែអ្វីដែលអស្ចារ្យដែលក្រុមហ៊ុនដតីមិនមាននៅក្នុងក្រុមហ៊ុន JNC គឺឱសថបារាណចិនទឹកយ៉ុងហឹងដែលមានសបដកពណ៌ទឹកក្រូចដល់ពណ៌ខ្មៅនេះពុកម៉ែបងប្អូនឃើញខ្មៅអញ្ចឹងប៉ុន្តែទទួលបានពុកម៉ែបងប្អូននៅក្នុងបន្ទប់ស៊ូមនេះបានប្រើប្រាស់ឲ្យបានសុខភាពអញ្ចឹងជួយឲ្យបេះដូងដល់ឱសថបារាណចិនទឹកយ៉ុងហឹងផងដែរចា៎អញ្ចឹងមកមើលផ្នែកអាហារបំពន់ល្ងខ្មៅលេខសេសាមីការពារមហារីកលើសឈាមបេះដូងសន្លាក់ជំនួយខួរក្បាលហើយបញ្ចុះជាតិខ្លាញ់ចឹងយ៉ុងមីងផ្សំពីឱសថបុរាណជាង20មុខដែលពិសេសហ្នឹងគឺមានតាំងចាំងគេហៅថាតាំងឆាវក្រហមដែលតាំងឆាវក្រហមហ្នឹងពុកម៉ែបងប្អូនដែលបានទទួលទានហើយគឺជួយដល់ប្រព័ន្ធការពារដង្ហើមដល់អ្នកដែលមានបញ្ហាសួតពិសេសហ្នឹងដង្ហើមរលាកស៊ីច្រមុះបំពង់កសម្រាប់អ្នកដែលគេងមិនលក់ឧស្សាហ៍គេហៅថាឧស្សាហ៍វិលមុខកខ្យល់ឈឺក្បាលហ្នឹងហើយជាពិសេសលាងជាតិពុលពីថ្លើមអាឡែស៊ីថ្លើមគ្រប់ប្រភេទអញ្ចឹងមកមើលថាអាហារបំពន់បន្ទាប់គឺខារ៉ាម៉ាន់ស៊ីឬក៏ក្តាមនេះបងប្អូនគឺជំនួយសម្រាប់អ្នកដែលមានបញ្ហាកាពះពោះវៀនរ៉ាំរ៉ៃជួយដល់មានបញ្ហាដុំគីសាច់ឬទឹកក៏ទប់ស្កាត់ដល់ជំងឺកើតមហារីកជួយលាងជាតិពុលពីថ្លើមជួយសម្អាតជាតិពុលចេញពីរាងកាយរបស់ពុកម៉ែបងប្អូនដែលមាននៅក្នុងក្រពះពោះវៀនរបស់យើងអញ្ចឹងមកមើលថាឱសថបារាណចិនទឹកយ៉ុងហឹងឈ្មោះជាឱសថបារាណប៉ុន្តែចង្វាក់នៃការផលិតអត់បុរាណទេពុកម៉ែបងប្អូនត្រៀមទៅទស្សនកិច្ចរោងចក្របានឃើញចង្វាក់នៃការផលិតសិតតាមម៉ាស៊ីនស្វ័យប្រវត្តិចឹងមកមើលថារោងចក្រផលិតឱសថបារាណចិនទឹកយ៉ុងហឹងផលិតតាមលំដាប់គេហៅថាលំដាប់ថ្នាក់អន្តរជាតិ GMP វត្ថុធាតុដើមពីប្រទេសចិនហើយសិតតែ grade A ពុកម៉ែបងប្អូនគឺគេហៅថាលេខ1លើសពីលេខ1អញ្ចឹងមកពីប្រទេសចិនហើយរោងចក្រផលិតឱសថបារាណហ្នឹងគឺមានការវេចខ្ចប់ការចម្រោះចម្រាញ់ស្តង់ដារអនាម័យល្អហើយបញ្ចូលបរិមាណត្រឹមត្រូវមិនមែនថាយើងយកដាំគេហៅថាដាំទឹកមួយយកទឹក3យកទឹកមួយឬក៏គេហៅថាដើម្បីពុកម៉ែបងប្អូនមួយចំនួនគិតថាឮតាឱសថដឹងតាចម្រោះចម្រាញ់យកអញ្ចឹងទឹក3យកទឹក1តែអត់ទេការចម្រោះចម្រាញ់ហ្នឹងគឺបញ្ចូលបរិមាណត្រឹមត្រូវដោយគ្រឿងម៉ាស៊ីនស្វ័យប្រវត្តិឈ្មោះជាឱសថបារាណមិនតែពុកម៉ែបងប្អូនឃើញនេះពេលដែលយើងទៅទស្សនកិច្ចក្នុងបន្ទប់ស៊ូមនេះពុកម៉ែបងប្អូនក៏ដូចជាម្ចាស់អាជីវកម្មដែលបានចេញទៅទស្សនកិច្ចរោងចក្រជួយខមមិនបេះដូងផងដែរចាតើពេលដែលយើងទៅទស្សនកិច្ចហើយចូលទៅដល់រោងចក្រហ្នឹងតើយើងមានអារម្មណ៍ម៉េចមានអារម្មណ៍ថាធូរស្រាលចង់ជាអស់ហើយពីជំងឺអញ្ចឹងមើលថាអត្ថប្រយោជន៍នៃឱសថបារាណចិនទឹកយ៉ុងហឹងជួយដល់9ប្រព័ន្ធដែលប្រព័ន្ធទី1គឺគេហៅថាប្រព័ន្ធប្រសាទប្រព័ន្ធដង្ហើមប្រព័ន្ធបេះដូងប្រព័ន្ធសាច់ដុំក៏ដូចជារំលាយអាហារប្រព័ន្ធអរម៉ូនបន្តពូជ
ប្រព័ន្ធបន្តបង់និងប្រព័ន្ធការពាររាងកាយអញ្ចឹងបងប្អូនមកមើលថាធាតុផ្សំនៅក្នុងឱសថបុរាណចិនទឹកយ៉ុងហឹងជាង30មុខដែលក្នុងមួយមុខហ្នឹងបងប្អូនគឺគេហៅថាជំនួយឬក៏ការពារពីរោគគារបស់បងប្អូនមាននៅក្នុងរាងកាយខ្ញុំជឿជាក់ថាជាមិនផុតទេមនុស្សយើងមិនថាវ័យណាកម្រិតណាចាស់ក្មេងទេគឺតែងតែមានបញ្ហាសុខភាពអញ្ចឹងមកមើលថាធាតុផ្សំនៅក្នុងហ្នឹងអាចជំនួយដល់សុខភាពបងប្អូនពីរមុខមានថាពីរជំងឺរោគាហ្នឹងពីរប្រភេទបងប្អូន30មុខជាងដូចមានដុកទ័រអញ្ចឹងបងប្អូនកូនណាអញ្ចឹងអ្វីដែលសំខាន់ការវិវត្តរបស់តាំងនឹងឆាវបងប្អូនឃើញអត់ការវិវត្តរបស់តាំងឆាវគឺគេថាផ្សិតដង្កូវឈើនេះគឺវិវត្តពីមេអំបៅពងដាក់លើភ្នំទីបេប្រទេសចិនគឺភ្នំទីបេប្រទេសចិនបងប្អូនខ្ពស់ណាតែបើនៅក្នុងប្រទេសចិនហ្នឹងអ្នកណាទៅរកបានហើយបន្ថយជីវិតទៀតរកបាន1គីឡូជាង$20000រកបានខ្លាចជាអ្នកមានប៉ុន្តែអ្វីដែលអស្ចារ្យបងប្អូនដែរបានញ៉ាំបានប្រើប្រាស់សត្វប្រាណគឺយើងបានទទួលទានហ្នឹងគឺសត្វតាវត្ថុកម្រហើយថ្លៃតែយើងអាចញ៉ាំបានអញ្ចឹងមកមើលថាហេតុអីយើងគ្រប់គ្នាឬក៏បងប្អូនដែរក្នុងបន្ទប់បន្ស៊ូមនេះបានញ៉ាំយ៉ុងហឹងហេតុអីត្រូវញ៉ាំយ៉ុងហឹងគឺយើងញ៉ាំយ៉ុងហឹងដើម្បីអីគេទប់ស្កាត់រារាំងរាល់បញ្ហាមេរោគផ្សេងៗដូចខ្ញុំជម្រាបជូនចឹងមិនមែនថ្នាំព្យាបាលរោគឬក៏គេហៅថាថ្នាំដែលជីវិតអមតៈទេប៉ុន្តែជាឱសថដែរជំនួយរារាំងទី1គឺជាឱសថដែលទប់ស្កាត់រារាំងរាល់បញ្ហាមេរោគនៅក្នុងរាងកាយរបស់បងប្អូនកម្ចាត់ជាតិពុលលាងសម្អាតជាតិពុលលាងសម្អាតបងប្អូនមិនមែនថាញ៉ាំទៅឲ្យគេហៅថាអត់ចេះស្លាប់ទេគឺមិនមែនទេប៉ុន្តែយើងញ៉ាំដើម្បីកម្ចាត់ជាតិពុលលាងសម្អាតពោះក្នុងថ្លើមក្នុងកាពះពោះវៀនរបស់យើងស៊ូតរបស់យើងបងប្អូនអត់អាចយើងមើលដោយភ្នែកទទេបានទេអញ្ចឹងគ្រប់រាងកាយរបស់បងប្អូនមកទូខ្លួនមិនថាសរីរាង្គផ្នែកណាទេពោះវៀនកាពះគឺយើងអត់ដែរមើលអត់ដែរដោះលាងទេបងប្អូនដែរប្រើម៉ូតូយើងដល់ចំនួនថ្ងៃឬក៏ចំនួនខែដែលយើងកំណត់យើងអាចទៅដូរប្រេងប៉ុន្តែក្នុងពោះវៀនរបស់យើងញ៉ាំទៅអត់ដឹងថាមានសារធាតុកកស្ទះអីនៅក្នុងពោះវៀនរបស់យើងទេវាអាចមានដុំคล้ายទៅជាបំណែកតូចទៅជាកកស្ទះទៅคล้ายជាពោះវៀនដល់ខ្នែងឬក៏ឈឺកាពះឈឺពោះវៀនហ្នឹងអញ្ចឹងមកមើលថាការដែលយើងញ៉ាំយ៉ុងហឹងគឺជួយលាងជាតិពុលឬក៏សម្អាតអញ្ចឹងមកមើលថាដែលបងប្អូនញ៉ាំនេះទី2យើងញ៉ាំយ៉ុងហឹងដើម្បីគេហៅថារក្សាសមតុល្យធ្វើឲ្យមានធាតុក្តៅធាតុត្រជាក់ស្មើគ្នានៅក្នុងសរីរាង្គកាយរបស់យើងมันអាចឲ្យត្រជាក់ពេកបងប្អូនខ្លាចជាអីអញ្ចឹងមកមើលថារក្សាសមតុល្យនៅក្នុងរាងកាយមិនថាក្នុងបេះដូងថ្លើមកាពះពោះវៀនកលៀនអញ្ចឹងជួយរក្សាទាំងអស់មកមើលថាការដែលយើងញ៉ាំយ៉ុងហឹងបងប្អូនឃើញអត់សរីរាង្គរបស់បងប្អូនវាបណ្ដោះកោសិកាមិនមែនអមតៈមិនមែនគេហៅថាអត់ចេះស្លាប់ទេប៉ុន្តែវាទប់ស្កាត់រារាំងវាជាមិនផុតទេយើងគ្រប់គ្នាការឈឺថ្កាត់ប៉ុន្តែទន្ទឹមហ្នឹងយើងថារក្សាញ៉ាំទប់ស្កាត់ទី3បង្កើនកោសិកាបំរុងកោសិកាគេហៅថាបន្ថែមកម្លាំងជីវិតគឺធ្វើឲ្យមនុស្សយើងគេហៅថាកោសិកាឬក៏គ្រាប់ឈាមជួយបង្កើតមកវិញព្រោះគ្រាប់ឈាមមនុស្សយើងមិនអាចថាពីមួយថ្ងៃទៅមួយថ្ងៃគឺការផលិតគ្រាប់ឈាមហ្នឹងគឺបានល្អទេបងប្អូនវាអាចថ្ងៃខ្លះគ្រាប់ឈាមទៅវាល្អថ្ងៃខ្លះទៅវាអាចនឹងខ្សោយឬក៏អត់ល្អអញ្ចឹងទប់ស្កាត់រារាំងរាល់បញ្ហាមេរោគនៅក្នុងគ្រាប់ឈាមរបស់យើងអត់ដឹងថាមានអីខ្លះទេអញ្ចឹងអ្វីដែលអស្ចារ្យបងប្អូនឱសថបុរាណចិនទឹកយ៉ុងហឹងដែលលោកប្រធានដុកទ័រសុំឆៃហាត់ឈលីលហាបានយកទៅពិសោធន៍ក្នុងឡាបូបន្ថែមគឺបានរកឃើញកាត់បន្ថយជំងឺមហារីកដែលកាច4ប្រភេទបងប្អូនដឹងហើយថាបច្ចុប្បន្នឲ្យទៅលឺមហារីកគឺគួរខ្លាចហ្មងគឺមហារីកឲ្យតែពាក្យមហារីកមួយគឺ
វារីកដដាទៅអញ្ចឹងទី1មហារីកថ្នាំទី2មហារីកក្រលៀនទី3មហារីកពោះវៀនគឺហៅថាក្រពែងប្រូស្តាតហ្នឹងឯងហើយទី4គឺមហារីកសុដន់បងប្អូនអញ្ចឹងមកមើលថា NKC របស់ប្រធានក្រុមហ៊ុនដែលគាត់ប្រើយ៉ងហឹងបងប្អូនឃើញអត់ NKC ដូចខ្ញុំជម្រាបជូនអញ្ចឹងមនុស្សយើងមាន NKC ថ្ងៃខ្លះវាអាចថយទៅវាអាចដកបូកកើនឡើងតាមនឹងអញ្ចឹង NKC ដែរថ្នាក់ដឹកនាំឬក៏ប្រធានក្រុមហ៊ុនក៏បានប្រើយ៉ងហឹងកាលមុន3546.5 ប៉ុន្តែបន្ទាប់ពីសម័យកាល COVID ផ្អាកទទួលទានឱសថប្រាណដើម្បីអីគេទទួលវ៉ាក់សាំងយើងគ្រប់គ្នាសម័យកាល COVID ហ្នឹងគឺខ្លាចណាអញ្ចឹង NKC របស់ប្រធានក្រុមហ៊ុនធ្លាក់នៅសល់825ប៉ុន្តែបន្ទាប់ពី COVID ចប់បងប្អូនប្រើមកវិញកើនអត់ឃើញ4459អស់ចាចាអញ្ចឹងការដែលយើងញ៉ាំយ៉ងហឹងគឺអញ្ចឹងបងប្អូនកុំចូលច្រឡំថាញ៉ាំទៅកុំឲ្យគេហៅថាឲ្យជីវិតអមតៈមិនងាយស្លាប់វាអាចគេហៅថាអាចអាយុវែងអាយុយឺនយូរអញ្ចឹងមកមើលអាយុរបស់ប្រធានក្រុមហ៊ុន41និង51ការមុនដំបូងបងប្អូនអាយុតិចប៉ុន្តែសុខភាពអត់សូវល្អមកមើល51 60ឥឡូវ62 63បងប្អូនដែរមិនជឿចាំត្រៀមទៅជួបប្រធានក្រុមហ៊ុនផ្ទាល់នៅថ្ងៃទី25-26 ខែ 6បងប្អូនត្រៀមដែលអ្នកអត់ទាន់មានប៉ាសពតត្រៀមធ្វើទៅបានជួបប្រធានក្រុមហ៊ុនផ្ទាល់ហើយថាជួបផ្ទាល់បែបម៉េចរាងកាយរបស់គាត់មើលថ្នាក់ដឹកនាំ President សហុនមីងម៉ាលីស្គមរីងរៃបងប្អូនមានបញ្ហាសុខភាពបន្ទាប់ពីប្រើហើយបានណែនាំខាងលោកអ៊ំនៅខាងបាត់ដំបងកៅកំណិតនេះគាត់ប្រើយ៉ងហឹងអញ្ចឹងមកមើលសាកសីបន្ទាប់គឺខាងលោកអ៊ំប៉មនៅក្នុងប្រទេសថៃគាត់ទទួលទានសេរ៉ាបងប្អូនអ្នកដែលចូលចិត្តទទួលទានសេរ៉ាឆ្ងល់ដែរថាអ្នកទទួលទានសេរ៉ាមិនអាយុចង់និយាយថាអត់ងាយចាស់ហាក់អត់ងាយឈឺតែឈឺគឺធ្ងន់ហ្មងនេះដូចលោកអ៊ំប៉មគាត់មានគេហៅថាជំងឺខាងផ្លូវងឹតអំពើអំពាន់ហ្នឹងគាត់ទៅពាក់អំបោះខ្សែសីមាឲ្យលោកចាក់ទឹកចាក់អីប៉ុន្តែនៅតែអត់បាត់តែប្រើយ៉ងហឹងទៅគាត់បានប្រកបអាជីវកម្មឬការងារប្រចាំថ្ងៃរបស់គាត់ដែរអញ្ចឹងបងប្អូនមកមើលទៀតសាកសីនៅខាងប្រទេសកម្ពុជារបស់យើងឃើញអត់មហារីកខ្លាចជាមហារោមលោកអមឡានៅខាងសៀមរាបអញ្ចឹងគួរឲ្យខ្លាចបងប្អូនប៉ុន្តែប្រើហើយជាអត់ផុតទេជំងឺផ្សេងមានទាំងអស់អញ្ចឹងនេះសាកសីដែលនៅខាងកំពង់ឆ្នាំងមហារីកស្បែកលក្ខស៊ីស្បែកលមាស់កាហាយបងប្អូនប្រើឲ្យបានសុខភាពល្អបានចំណូលអញ្ចឹងមកមើលថាយើងប្រើប្រាស់ឱសថដើម្បីថែទាំសុខភាពពេលប្រើឲ្យបងប្អូនខ្លះកុំច្រឡំថាបានអាយុវែងគេហៅថាឈឺដែរប៉ុន្តែទន្ទឹមនឹងឈឺយើងអាចគេហៅថាអាចនឹងស្រួលខ្លួនខ្លះដែរតែមិនហាឲ្យយើងអត់ចេះស្លាប់ទេចាអញ្ចឹងមកមើលថាការដែលយើងប្រើយ៉ងហឹងហើយឬក៏ប្រើអីផ្សេងឬផលិតផលតាមតម្រូវការនេះគេបានពិសោធន៍ទូទាំងពិភពលោកពីប្រព័ន្ធគម្រោងទីផ្សារនេះប្រើប្រាស់ផលិតផលហើយធ្វើងាយបានប៉ັດគង់វង្សស្ថិរភាពតែមរតកដល់កូនចៅអត់មានអាជីវកម្មណាដែរធ្វើហើយយើងផ្ទេរមកដល់កូនចៅបងប្អូនយើងចាប់តាមសាងឲ្យគាត់មិនបាច់ឲ្យគាត់សាងពីចំណុច0ដូចយើងទេហើយសាងឲ្យយើងណែនាំមនុស្ស2នាក់ដែលយើងមិនចាំបាច់លក់មិនចាំបាច់ឲ្យសាមន្ទុឬក៏យើងប្រើឲ្យតែអាជីពនឹងដល់កូនបងប្អូនមួយចំនួនដែលមានគេហៅថាជាគ្រូបង្រៀនឬក៏គ្រូពេទ្យពេលដែលមានអត់មានកម្លាំងចង់ផ្ទេរអាជីពនឹងឲ្យកូនអត់អាចផ្ទេរបានទេតោះណាកូននឹងសិក្សារៀនសូត្រមានចំណេះជំនាញហើយទៅធ្វើផ្នែកខាងហ្នឹងទៅបានអាចផ្ទេរបានតែដូចមិនអាចផ្ទេរបានតើណាខំសិក្សារៀនសូត្រ
ផ្ដើមចេញពីកូនណាចាចឹងតែអាជីព JNC ពុកម៉ែបងប្អូនទោះគាត់ចង់ធ្វើមិនធ្វើក៏ដោយតែយើងសាងហើយយើងអាចផ្ទេរឲ្យគាត់ដែរចឹងមកមើលការផ្ដល់ប្រាក់ចំណេញជារៀងរាល់ថ្ងៃពីមួយថ្ងៃ$30រហូតដល់$500ខ្ពស់បំផុត$15,000តែក្នុងមួយលេខកូដទេពុកម៉ែបងប្អូនដែលចង់ច្បាស់យើងអាចសាកសួរបន្ថែមហើយមកមើលថាប្រាក់កម្រងប្រាក់ចំណេញពីមួយថ្ងៃ30រហូតដល់$500មួយខែ$15,000មួយឆ្នាំ$18,000ចឹងមកមើលកម្រងប្រាក់ចំណេញឲ្យខ្ពស់បំផុត$7,500ក្នុងមួយថ្ងៃមួយខែ$22,500ក្នុងមួយខែហើយមកមើលថាពេលដែលយើងទទួលបានប្រាក់ប្រចាំថ្ងៃក៏មានប្រាក់ប្រចាំតំណែងប្រាក់ប្រចាំត្រីមាសប្រចាំឆ្នាំពុកម៉ែបងប្អូនឃើញអត់ថ្នាក់ដឹកនាំប្រធានក្រុមហ៊ុនមានការប្រជុំពេលដែលពុកម៉ែបងប្អូនសហការហើយមានការផ្ដល់នៅការអីគេហៅថារៀន JC Matrix ហើយបានលុយអ្នកដែលធ្វើហើយមានតំណែងគណៈ MDP មានដំណើរកំសាន្ត free ហើយពិសេសមានមរតកពុកម៉ែបងប្អូនចង់បានទាំងអស់ហ្នឹងដូចពុកម៉ែបងប្អូនជាពិសេសមួយទៀតគឺធានារ៉ាប់រងអាជីវកម្មបើយើងចង់បានធានារ៉ាប់រងអាជីវកម្មដូចយើងជាអ្នកធ្វើការចង់ខ្លាចថាទិញជាកញ្ចប់ធានារ៉ាប់រងដើម្បីអនាគតពេលថ្ងៃក្រោយយើងមើលអត់ឃើញទៅលើអាយុជីវិតរបស់យើងអញ្ចឹងយើងត្រូវទិញជាមួយនឹងក្រុមហ៊ុនហើយបង់ជូនជាមួយនឹងក្រុមហ៊ុនទៅតែសម្រាប់ក្រុមហ៊ុន JNC ពុកម៉ែបងប្អូនសហការឲ្យក្រុមហ៊ុនចេញធានារ៉ាប់រងអាជីវកម្មឲ្យនេះឈ្មោះ President សំហុកលីថ្ងៃទី6ខែ8ហើយស្មើធានារ៉ាប់រង1លានបាតស្មើនឹង$30,000នេះថ្នាក់ដឹកនាំ President សាហួនមីងម៉ាលីពេលដែលឈឺថ្កាត់ម្ដងឃ្លាតាមសវត្ថពេទ្យម្ដងប៉ុន្មានពុកម៉ែបងប្អូនពេទ្យអស់ប៉ុណ្ណាឃ្លាតាមប៉ុណ្ណឹងអញ្ចឹងមើលថាពេលដែលសហការជាមួយនឹងក្រុមហ៊ុន JNC ពុកម៉ែបងប្អូនតែសម្រាប់ខ្លាយជាម្ចាស់មានន័យថាខ្លាយជាម្ចាស់មិនមែនជាបុគ្គលិកជាមួយនឹងក្រុមហ៊ុនគឺយើងបំពេញលក្ខខណ្ឌហើយទទួលបានចំណូលពីមួយថ្ងៃ$30រហូតដល់$500មួយខែ15,000ហើយមានតំណែង Manager ប្រាក់ប្រចាំតំណែងមិនទាបជាង$500ក្នុងមួយខែហើយ Director មិនទាបជាង$1,500ក្នុងមួយខែ President មិនទាបជាង$3,000ក្នុងមួយខែពិសេសមានធានារ៉ាប់រងអាយុជីវិតហើយមានមរតកពុកម៉ែបងប្អូនដែលស្រឡាញ់ទាំងអស់ហ្នឹងជួយ comment បេះដូងផងដែរចាអញ្ចឹងមកមើលថាការដែលយើងសហការឃើញអត់នៅក្នុងខេត្តបន្ទាយមានជ័យ President គាត់បានទទួលមរណភាពទៅប៉ុន្តែការផ្ទេរមរតកឲ្យកូនចៅចឹងមើលថារឿងទាំងអស់ហ្នឹងពុកម៉ែបងប្អូនដែលសហការជាមួយនឹងក្រុមហ៊ុន JNC នេះJohn and Con Corporation ខ Ltd ចាប់ផ្ដើមងាយធ្វើពិតកងវងហើយស្ថិរភាពចឹងមើលថាការដែលយើងសហការពុកម៉ែបងប្អូនខ្លាចជាម្ចាស់មិនខ្ញុំជម្រាបជូនគឺយើងមុនដំបូងគឺយើងសាងធុរកិច្ច JNC របស់យើងហ្នឹងគឺប្រើផលិតផលថ្មិចប្រើឲ្យខ្លួនឯងមានការទំនុកចិត្តជឿជាក់ហើយប្រើល្អគេហៅថាណែនាំហើយប្រើផលិតផលហ្នឹងមុនប្រើនិងក្រោយប្រើឃើញថាបែបម៉េចហើយយើងទៅប្រមូលទៅចែករំលែកហើយសាងធុរកិច្ចដើម្បីឲ្យមានស្ថិរភាពគង់វង្សហើយចង់បានចំណូលចង់បានសុខភាពល្អអញ្ចឹងយើងណែនាំអញ្ចឹងមកមើលថាការដែលយើងចាប់ផ្ដើមយើងគ្រប់គ្នាគឺត្រូវតែមានអត្តសញ្ញាណប័ណ្ណឬក៏ប៉ាសពតឬក៏សំបុត្រកណាតមានមួយណាក៏បានដែរដើម្បីធ្វើការចោះឈ្មោះចោះម្ដងគឺមួយជីវិតតែយើងចោះឈ្មោះហ្នឹងគឺពុកម៉ែបងប្អូនចោះឈ្មោះយើងខ្លាចជាសមាជិកបន្ទាប់ពីយើងបំពេញសិទ្ធិគ្រប់3,825បន្ទុកហើយយើងខ្លាចជាតំណែងគោលយើងអាចទទួលបានចំណូលយើងទិញអីទិញទៅផលិតផលហ្នឹងឲ្យបាន100%ហើយទៅចែករំលែកមនុស្ស2នាក់គេហៅថាតាមគម្រោងបាយរីឆ្វេងនិងស្ដាំឲ្យគាត់មកប្រើឲ្យទៅប្រើតែពុកម៉ែបងប្អូនឃើញផលិតផលនៅក្នុងសំណាក់ងานយាយធំឃើញអត់មិនថាសាប៊ូបោកខោអាវសពប្រភេទមានទាំងអស់ឈើចាក់ថ្មិញ
តែញអីតែញទៅគ្រប់បន្ទុក 3825 បន្ទុកឆ្វេង 3825 បន្ទុកស្ដាំយើងនឹងទទួលបានប្រាក់ចំណូលហ្នឹងកុំច្រឡំថាក្រុមគេហៅថាជាបុគ្គលិកមួយក្រុមហ៊ុនណាប្រាក់ចំណូលដែលយើងសហការផ្ដើមចេញពីយើងនេះមួយឆ្វេងមួយស្ដាំគ្រប់បន្ទុក 3825 បន្ទុកហ្នឹងយើងបាន$30ហើយយើងណែនាំរហូតដល់គាត់ទិញអីតាមតម្រូវការគ្រប់បន្ទុក 51000 បន្ទុកឆ្វេង 51000 បន្ទុកស្ដាំយើងទទួលបាន$500អញ្ចឹងច្រើនអត់ចាអត់មានយើងធ្វើអាជីពឬយើងទិញរបស់ហើយយើងបានលុយទេឧទាហរណ៍ថាយើងញ៉ាំកាទៀវកន្លែងហាងឬក៏បាយកន្លែងហាងណាល្បីមួយឆ្ងាញ់ប្រាប់ក្រុមគ្រួសារមិត្តភ័ក្តិទៅញ៉ាំហាងនេះឆ្ងាញ់ញ៉ាំឆ្ងាញ់ឲ្យលុយគេបានឆ្អែតចាតែអត់បានអីមកវិញទេយ៉ាងច្រើនបានតែពាក្យអរគុណជាមួយនឹងម្ចាស់ហាងនេះតែសហការជាមួយនឹង JNC ពុកម៉ែបងប្រើផលិតផលតាមតម្រូវការហើយចំណេញច្រើនណាពុកម៉ែបងអញ្ចឹងមកមើលថាការដែលយើងសហការនេះយកអត់ចាជាមួយនឹងក្រុមហ៊ុនអញ្ចឹងបើយកជួយ comment បេះដូងផងដែរចាយកហើយធ្វើអត់ចាបើញ៉ាំអីឆ្ងាញ់ទៅប្រាប់នៅតែធ្វើអញ្ចឹងមកមើលថាបានចំណូលហើយបានសុខភាពរឿងអីមិនធ្វើចាបើធ្វើជួយ comment បេះដូងចាអរគុណច្រើនសម្រាប់ម្ចាស់ជាកម្មដែល comment អញ្ចឹងមកមើលថាការដែលយើងសហការហើយសួរថាឆ្ងល់ថាក្រុមហ៊ុនឲ្យប្រាក់ចំណូលយើងវិញយើងទិញគ្រប់គ្នាតណែនាំតែក្រុមហ៊ុនឲ្យចំណូលអញ្ចឹងក្រុមហ៊ុនបានលុយពីណាចាយឲ្យយើងហើយក្រុមហ៊ុនមិនខាតទុនហើយអញ្ចឹងមកមើលថាការដែលយើងសហការពុកម៉ែបងប្អូនទិញជាអសត់មួយឈុតក្នុងតម្លៃ$393អញ្ចឹង7ប្រយោលនេះតាំងពីAទិញស្មើគ្នា$393ប៉ុន្តែគ្រប់គ្នាពុកម៉ែបងប្អូនគុណ$393តែក្រុមហ៊ុនបានគម្រោងបាយរីរបស់យើងនេះខាង A នេះបាន3គោឆ្វេង3គោស្ដាំក្រុមហ៊ុនក៏បានឲ្យយើងតែ90ហើយ B ក៏ទឹកសហការគាត់មាន1គោឆ្វេង1គោស្ដាំគាត់បាន30C ដូចគ្នា1គោឆ្វេង1គោស្ដាំបាន30តាមមើល A និង B A B C A B C 30បូក90 120 120បូក30 150អញ្ចឹងក្រុមហ៊ុនចាយឲ្យតាអស់តែ150តែមកមើលការដែលយើងទិញតាំងពី A B C 1 2 3 4គុណបងប្អូន393គុណនឹង7ស្មើនឹង$2751តែក្រុមហ៊ុនឲ្យយើងត្រឹមតែពី A និង B អស់តែ150ដល់ទៅសល់ក្រុមហ៊ុនសល់ប៉ុន្មានចា$2601អញ្ចឹងមកមើលថាឆ្ងល់អត់ថាក្រុមហ៊ុនបានមកពីណាបងប្អូនមួយចំនួនថាធ្វើការអត់មែនជាបុគ្គលិកមួយក្រុមហ៊ុនតែបានចំណូលអញ្ចឹងបងប្អូនមកមើលចំណុចត្រង់នេះប្រាប់គាត់បានថាគឺយើងគ្រប់គ្នានេះទៅទិញផលិតផលឬក៏របស់ប្រើប្រាស់ក្នុងក្រុមហ៊ុនតែក្រុមហ៊ុនទិញតម្លៃស្មើគ្នាតែក្រុមហ៊ុនឲ្យតាមគម្រោងតាមភាគលាបតាមលវ៉ាតាមទ្វេគុណអញ្ចឹងមកមើលថាក្រុមហ៊ុនអត់អស់ដើមទុនទេអញ្ចឹងមកមើលថាក្រុមហ៊ុន JNC របស់យើងបងប្អូននៅក្នុងបន្ទប់ Zoom នេះដែលបានទៅទស្សនកិច្ចរោងចក្រខមមិនបេះដូងឲ្យច្រើនឲ្យខ្ញុំឃើញថាបានទៅទស្សនកិច្ចរោងចក្រហើយតើទទួលបានអីខ្លះបងប្អូនឃើញអត់រោងចក្រក៏មានផ្ទាល់ខ្លួនហើយមានរោងចក្រផលិតផលហ្នឹងហើយក៏មានផលិតផលតាមតម្រូវការជាង35000មុខបងប្អូនឃើញអត់ពេលដែលយើងប្រើយើងទិញផលិតផលក្នុងការបញ្ចុះតម្លៃពេលដែលយើងខ្លាចជាម្ចាស់ពី25ដល់45%ហើយផ្ដល់ឱកាសឲ្យយើងកើតជាដៃគូទាំងអ្នកទិញទាំងអ្នកលក់ទិញទៅគ្រប់បន្ទុក3825បន្ទុកយើងនឹងទទួលបានចំណូលហើយប៉ុន្តែការដែលយើងសហការពុកម៉ែបងប្អូនមិនយើងយកផលិតផលឬក៏យើងបើកហាងយើងមិនបាច់ខាតបង់ទៅលើថ្លៃទឹកថ្លៃភ្លើងការខូចខាតដឹកទំនិញហានិភ័យផ្សេងពុកម៉ែបងប្អូន
ចឹងឲ្យយើងខ្លាចជាម្ចាស់ដៃគូសហការប្រើល្អប្រាប់បន្តចែករំលែកឲ្យក្រុមហ៊ុនក៏បានផ្ដល់ចំណូលពីមួយថ្ងៃ30ដល់500មួយខែ15000កាន់តែប្រើកាន់តែប្រាប់ហើយពិសេសយើងនេះកាន់តែបានចំណូលហើយក្រុមហ៊ុនក៏ផ្ដល់ចំណូលពុកម៉ែបងប្អូនឃើញអត់ថ្នាក់ដឹកនាំទទួលបានសុខភាពទទួលបានផ្នែកហិរញ្ញវត្ថុលុយកាក់ពេលវេលាចង់បានលក្ខណៈដឹកនាំអត់ចាអញ្ចឹងកុំភ្លេចប្រើប្រាប់បបួលអញ្ចឹងមកមើលថ្នាក់ដឹកនាំប្រើឲ្យទទួលបាននៅចំណូលអូជារៀងរាល់ថ្ងៃហើយមិនមែនតាមមួយ account ច្រើនពុកម៉ែបងប្អូនក្នុងបន្ទប់ប្រស៊ូមនេះជឿជាក់ថាខាងក្រោយនេះស្គាល់ច្រើនថាដែលសហការនឹងប្រើសត្វកម្រង Super VIP គេហៅថាកម្រងគូស្វាមីភរិយាប្រពន្ធកូនចៅហើយនឹងចានេះថ្នាក់ដឹកនាំ President អរថៃបានតាំងស្វាមីបានចំណូលតាំងភរិយាច្រើនពុកម៉ែបងប្អូនអូតូទៀតផ្នែកក្រហមនេះសិតតែគណៈ MDP កាត់អូតូប្រាក់ចំណូលអញ្ចឹងមិនថាវ័យណាកម្រិតណាយើងសហការទៅប្រើដើម្បីថែទាំសុខភាពតែបានចំណូលមកថ្នាក់ដឹកនាំបានលុយដុតណាពុកម៉ែបងប្អូនទិញឡានសាក់ផ្លាកលេខក្រហមលុយសុតឃើញអត់កាន់សាវលុយទាំងបាច់ហើយមាននិយាយពីរថយន្តវិញមានផ្លាកលេខខាងកម្ពុជាខាងថៃហើយមានវីឡាជាច្រើនខ្នងនៅក្នុងអរញ្ញហើយមានដំណើរកំសាន្តជាច្រើនប្រទេសនិយាយទៅរាប់អត់អស់ប្រហែលផងរាប់ផ្លេចទៀតចង់បានចឹងអត់ប្រហែលបងជឿជាក់ថាម្ចាស់ជកម្មចង់បាននៅអ្វីដែលពុកម៉ែបងប្អូនត្រូវការឃើញអត់ជីសិតតែកប៉ាល់ NCL លំដាប់ថ្នាក់ដឹកនាំក៏បានទៅលើកប៉ាល់ឲ្យច្រើនជាន់មានអីគ្រប់យ៉ាងជីកតុំរុយ ICH អូអស្ចារ្យមែនតើបងប្អូនអញ្ចឹងនឹងសិតតែថ្នាក់ដឹកនាំដែលគាត់ធ្លាប់បានដំណើរកំសាន្តមិនថាប្រទេសថៃឬក៏ប្រទេសគេសិនចិនហុងកុងលេងលើភ្នំតកអញ្ចឹងមកមើលថ្នាក់ដឹកនាំ Dream Manager ឆែមសវីផ្ដើមចេញពីបញ្ហាសុខភាពតែបានចំណូលបានសុខភាពមានតំណែងកិត្តិយសក្នុងជាមួយនឹងក្រុមហ៊ុនចានេះ Dream Manager ទើងចន្ទាបានតាំងសុខភាពឡូសមាជិកច្រើនអញ្ចឹងផ្ដើមចេញពីការដែលយើងសហការ Dream Manager មុំសំអនតាមពីបញ្ហាសុខភាពទាំងគ្រួសារស្វាមីកូនទូបានចំណូលហើយបានសុខភាពនេះសាក់សៃទៀតសត្វថ្នាក់ដឹកនាំ Dream Manager មេឃីមពុកម៉ែបងប្អូនឃើញក្រៅស្អាតមែនតែនមកខ្ចីញញនេះ Dream Manager ប្រព័ន្ធរបស់លោកគ្រូឈុនលីសុកខេង Dream Manager សុកខេងទទួលបានតំណែងទី1កម្មយតាទី1ពុកម៉ែបងប្អូនមានតំណែងកិត្តិយសឲ្យបានចំណូលដោយពីការដែលយើងប្រើប្រាស់ថែទាំសុខភាពបងពុកម៉ែបងប្អូនទៅមិនហាមឃាត់ទេបើយើងទៅពេទ្យមានជំងឺកាចគេទាតម្លៃក្រេប្រហែលក៏យើងត្រូវតែឲ្យគេដែរអញ្ចឹងមានតែតម្លៃក្រេពេទ្យមួយទេដែលអត់អាចកាត់ថ្លៃបានបងប្អូនទាប្រហែលបានប៉ុណ្ណឹងអញ្ចឹងមកមើលថាការដែលយើងសហការឃើញអត់គម្រប់ខូបការចាប់រង្វាន់ទទួលបាននៅគេហៅថាមាសថ្ងៃហ្នឹងចាប់រង្វាន់មាសខាងសំឡូតទទួលបាន Dream Manager ម៉ានីទទួលបានមាសផ្លោះកម្មយតានឹងដល់2កម្មកាន់តែឃើញរូបភាពហ្នឹងហោះស្ទុយនេះ Dream Manager តែផានត្រាំចេញពីបញ្ហាសុខភាពដូចគ្នានេះ Dream Manager សុខបន្លែងចាសុំបន្លែងផ្ដើមចេញពីបញ្ហាសុខភាពរបស់អ្នកម្ដាយឬក៏ខ្លួនឯងអ្នកបើកឡានបើកអីប្រហែលបងប្អូនមានបញ្ហាសុខភាពជាបំផុតទេអញ្ចឹងនេះ Dream Manager កងសុផានីសត្វតែម្ចាស់គម្រោង Super VIP ហើយអស្ចារ្យបងប្អូនជាប់ promotion ទៀតនេះ Dream Manager Ibrin ទទួលបាននៅសុខភាពហើយបានចំណូលមិនថាតិចឬច្រើនទេតែចាស់សហការបានទាំងអស់នេះ Dream Manager សុកស្រាន់
មនដបងពុកម៉ែបងប្អូនឃើញគាត់កាន់ឈើច្រត់បញ្ហាសុខភាពប៉ុន្តែប្រើអត់សុទ្ធឲ្យបានសុខភាពបានចំណូលខាងនាងខ្ញុំគឺផ្ដើមចេញពីបញ្ហាសុខភាពដូចគ្នាសាកប្រើទៅបានចំណូលក៏សហការបន្ថែមជាមួយនឹង GNC ក៏ខ្លាចជាម្ចាស់មួយរូបនៅក្នុងក្រុមហ៊ុន GNC ដូចគ្នាអញ្ចឹងមកមើលថា Dream Nature ធនសុភឿននៅខាងពុកម៉ែបងប្អូនខាងស្វាយរៀងណាម្ចាស់ដេប៉ូគ្រឿងសំណង់ខ្ញុំជឿជាក់ថាម្ចាស់ដេប៉ូมันខ្វះលុយទេសំណង់ពុកម៉ែបងប្អូនតាស៊ីម៉ង់ចូល1ឡាន45តោនហើយកូននៅឃើញលុយច្រើនប៉ុន្តែខ្វះសុខភាពនេះអូតូ15នៃកោត President អ៊ុនទូច President ជាចាណាពុកម៉ែបងប្អូនសិតតកណា MVP អូតូ15នៃកោតផ្លាកក្រហម President ម៉ៃសុកណា President ហេងបេឡាពុកម៉ែបងប្អូនស្គាល់អត់ចា President សំហុកឌីសំឡេងពុកម៉ែបងប្អូនបើខេមអត់ដូរទេព្រោះសំឡេងគាត់គេហៅថាប្រុសជាងខេមទៀតមានបញ្ហាសុខភាពពេលកាត់សាច់បំពង់កណា3ដងប៉ុន្តែបានប្រាយ៉ងហឹងហើយទទួលបាននៅចំណូលហើយបានសុខភាពល្អចឹងអស់ចាពុកម៉ែបងប្អូនចឹងឲ្យបេះដូងច្រើនដល់ថ្នាក់ដឹកនាំដែលគាត់ទទួលបានសុខភាពល្អហើយបានចំណូលចឹងមកមើលថាការដែលយើងសហការជាមួយនឹងក្រុមហ៊ុន GNC មានជាច្រើនម្ចាស់ជាកម្មជាច្រើនដែលទទួលបាននេះ President លុយយូនទទួលបានចំណូលបានផ្ដើមចេញពីបញ្ហាសុខភាពពុកម៉ែបងប្អូនមុនចូល GNC សុខភាពទ្រុឌទ្រោមតែក្រោយចូលសហការហើយបានសុខភាពល្អបានគេហៅថាចំណូលច្រើនមានរថយន្តទំនើបវិឡាមានដំណើរកំសាន្តមានការផ្ដល់នៅគ្រឿងអិសរិយយសតំណែងពីថ្នាក់ដឹកនាំពីប្រធានក្រុមហ៊ុននេះសត្វតែម្ចាស់ជាកម្មដែលគាត់សហការទទួលបានចំណូលគេហៅថានារីពាន់ឆ្នាំបងប្អូនអញ្ចឹងមិនថាវ័យណាកម្រិតណាទេអ្នកខ្លះភ័យក្មេងធ្វើបានចាស់ធ្វើមិនបានទេខ្លាចខ្ញុំធ្លាប់លើមកពាក្យទេថាវ័យប៉ុណ្នេះហើយធ្វើទៅមិនបានចាយលុយ GNC ទេកុំខ្លាចពុកម៉ែបងប្អូនឃើញអត់ចាស់ជាកម្មដែលគាត់ប្រាហើយគាត់ទទួលបាននៅចំណូល President សហូនមីងម៉ាលីទទួលបានពៀនហើយមកមើលថាការដែលយើងគ្រប់គ្នានេះចង់បានភាពជោគជ័យទាំងអស់ហ្នឹងគឺយើងផ្ដើមចេញពីការដែលយើងសហការយើងសិក្សាដូចថ្ងៃនេះសិក្សាបដាយើងពុកម៉ែបងប្អូនយើងសិក្សាអត់ចេះចប់ទេមិនថាបណ្ណាអ្នកខ្លះថាដូចថ្នាក់ដឹកនាំនៅបាត់ដំបងការកាត់ចូលគាត់ថាសិក្សាពីក្មេងរហូតដល់ស្កៅក៏នៅតែសិក្សាដែរអញ្ចឹងការសិក្សារៀនសូត្រគឺមិនចេះចប់ជាសមុទ្រឥតកោះត្រាយបងប្អូនអញ្ចឹងមើលពាក់អាវពណ៌ទឹកប្រាក់សត្វតកណា MVP ដែលគាត់ជោគជ័យជាមួយនឹងក្រុមហ៊ុន GNC តំណែងមាន Manager Director President ជាមួយនឹងក្រុមហ៊ុន GNC បងប្អូនគឺយើងធ្វើយើងទទួលបានព្រោះយើងពុកម៉ែបងប្អូនមួយចំនួនគាត់ថាធ្វើមកពុកម៉ែបងប្អូនអត់ទាន់បានជោគជ័យក៏អីដែរត្រឡប់ទៅធ្វើអាជីពដដែលក៏អត់ខាតដែរតែនៅតែចំណេញយើងទទួលបានអីខ្លះបទពិសោធន៍ព្រោះមនុស្សយើងគ្រប់គ្នាតែងតែមានគេហៅថាគោលដៅឬក៏គេហៅថាគោលដៅឬក៏សេចក្តីប្រាថ្នារបស់យើងគ្រប់គ្នាតែងតែមានអញ្ចឹងមកមើលថាជោគវាសនារបស់យើងគ្រប់គ្នាណាស្ថិតនៅលើអ្នកណាអ្នកកំណត់ចាអ្នកដតីឬក៏យើងអញ្ចឹងមកមើលថាការដែលយើងសហការជាមួយនឹងក្រុមហ៊ុន GNC ពុកម៉ែបងប្អូនដែលក្នុងបន្ទប់ Zoom នេះខ្ញុំជឿជាក់ថាសិតតែមានលេខកូដមាន ID សម្គាល់ខ្លួនទាំងអស់មិនថាតែចោះឈ្មោះគឺចាប់ផ្ដើមមានលេខកូដលេខ ID អញ្ចឹងពុកម៉ែបងប្អូនដែលឃើញឱកាសកុំភ្លេចចាប់យកឱកាសហើយបើកចិត្តសហការជាមួយនឹង Upline ក៏ដូចជាសហការជាមួយខ្លួនឯងស្មោះត្រង់ក៏ដូចជាគេហៅថាចឹងមកមើលថាការដែលយើងសហការជាមួយនឹងឱកាសល្អដែលមិនចេះចប់ជាមួយនឹងក្រុមហ៊ុន GNC ពុកម៉ែបងប្អូនមិនមានទីបញ្ចប់ទេលើកលែងថាបើយើង
បញ្ចប់ឬក៏ឈប់ធ្វើទៅយើងចប់អញ្ចឹងមកមើលថាឱកាសសម្រាប់យើងគ្រប់គ្នាជាមួយនឹង Joint and Coin Corporation ក៏ Ltd ដែលហៅកាត់ថាក្រុមហ៊ុន JNC ធ្វើងាយបានពិតគង់វង្សស្ថិរភាពអាចផ្ទេរមរតកដល់កូនចៅអញ្ចឹងក្នុងរាត្រីយប់នេះពុកម៉ែបងប្អូនដែលបានស្ដាប់នាងខ្ញុំពីចំណុចខាងក្រុមហ៊ុនក៏ដូចជាផលិតផលហើយពិសេសគម្រោងពុកម៉ែបងប្អូនដែលស្រឡាញ់គម្រោងពុកម៉ែបងប្អូនចង់ដឹងច្បាស់ពុកម៉ែបងប្អូនអាចសាកសួរបន្ថែមជាមួយនឹងថ្នាក់ដឹកនាំមិនថាគម្រោងឬក៏ផលិតផលអីផ្សេងទេឬក៏ចម្ងល់អ្វីគ្រប់យ៉ាងដែលពុកម៉ែបងប្អូនឆ្ងល់យើងអាចសាកសួរបន្ថែមជាមួយនឹងថ្នាក់ដឹកនាំឬក៏ upline ដែលណែនាំជាមួយនឹងដែលណែនាំផ្ទាល់ជាមួយពុកម៉ែបងប្អូនឬក៏អាចសួរតាម chat Messenger តាមខ្សែ LINE ក៏បានដែរឬក៏មានកម្មវិធី online ចែកពុកម៉ែបងប្អូន offline គឺយើងមានកម្មវិធីជារៀងរាល់ថ្ងៃប្រហោះហើយនឹងថ្ងៃអាទិត្យនៅសាខាពោធិ៍សាត់ហើយស្វាយរៀងទៀតពុកម៉ែបងប្អូនអញ្ចឹងច្រើនមែនតើដែលពុកម៉ែបងប្អូនចង់ទៅសិក្សាផ្ទាល់ទៅសាខាផ្ទាល់ក៏អាចអញ្ជើញទៅបានអញ្ចឹងនាងខ្ញុំជាអ្នកសម្រាប់ជាអ្នកបើកបង្ហាញតទៅនឹងខាងក្រុមហ៊ុនក៏ដូចជាគម្រោងផលិតផលពុកម៉ែបងប្អូនអត់តន់យកចំណុចត្រង់ណាក៏អាចសាកសួរបន្ថែមដូចខ្ញុំជម្រាបជូនអញ្ចឹងសាកសួរបានឲ្យតែឆ្ងល់ចាអញ្ចឹងអរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនដែលចំណាយពេលដ៏មានតម្លៃក្នុងការស្វែងយល់ក៏ដូចជាសិក្សាកម្មវិធីអនឡាញជាមួយថ្នាក់ដឹកនាំដែលគាត់មានកម្មវិធីជារៀងរាល់សប្តាហ៍ជារៀងរាល់ថ្ងៃច័ន្ទថ្ងៃពុធនិងថ្ងៃសុក្រផងដែរចាអញ្ចឹងដល់ទីបញ្ចប់ក៏អរគុណសូមជូនពរសម្រាប់ម្ចាស់ជីវកម្មឲ្យមានសុខភាពល្អសំណាងល្អជោគជ័យហើយប្រាថ្នាអ្វីសូមឲ្យបានសម្រេចផងដែរចាអរគុណច្រើនជម្រាបលាបកតួនាទីនេះដល់ MC Team Manager ទើងចន្ទថាវិញផងដែរចាក៏អរគុណសូមជម្រាបលាផងដែរចាចាំ Team Manager ជាសវេតចាឲ្យគំលាបសម្លេងស្រទន់មានមុនស្នេហ៍ចាសូមម្ចាស់អាជីវកម្មទាំងអស់គ្នាចុចបេះដូងជូនដល់Team Manager យើងឲ្យច្រើនចាអស្ចារ្យមែនទែននិយាយបានស្បោះក្បាយហើយម្ចាស់អាជីវកម្មយល់ពីក្រុមហ៊ុនក្រុមហ៊ុនល្អមកមានរយៈកាលប្រហែលឆ្នាំហើយដែលយើងត្រូវតតាំងជាមួយនឹងបុគ្គលដែលគាត់នឹងមកសហការមួយយើងអ្នកថ្មីអញ្ចឹង leader ម្ចាស់អាជីវកម្មទាំងអស់គ្នាស្ដាប់ហើយយើងយល់ហើយយើងមេរៀននេះគឺយើងយកទៅប្រើការធ្វើធុរកិច្ចការងារវិធីរលុយនេះបានចេះបេះដូងច្រើនជូនត្រៀមនឹងជើយើងអញ្ចឹងថ្ងៃនេះមិនច្រើនទេគឺនឹងអញ្ជើញម្ចាស់អាជីវកម្មដែលគាត់មានបានទទួលទាំងប្រាក់ចំណូលបានទទួលទាំងអ្វីដែលក្រុមហ៊ុនឲ្យហើយបានទទួលទាំងដំណើរកម្សាន្តទៅប្រទេសថៃបានទទួលមិនខ្លះអញ្ចឹងថ្ងៃនេះម្ចាស់អាជីវកម្ម leader ទាំងអស់សូមបើកកាមេរ៉ាមកសូមមើលប្រភពបន្តិចប្រភពស្រស់ស្អាតចាស់ក្មេងមិនសំខាន់ថាមានជំនឿចិត្តខ្លួនឯងប៉ុណ្ណានៅមិនហឹមរឹមបើរូបភាពមកខ្ញុំឃើញសិតតែ leader ដែលចូលមករាល់ថ្ងៃនេះសិតតែអ្នកដែលមើលឃើញឱកាសនេះមានអូនសៀក៏មិនធម្មតាដែរអ្នកមីងអាយុ4ប៉ុន្តែគាត់បានទាំងសុខភាពបានទាំងប្រាក់ចំណូលមិនថាតិចច្រើនឥឡូវនេះបណ្ដាគាត់ដក